ជំរាបសួរចាហើយសួស្តីទាំងអស់គ្នាថ្ងៃនេះយើងមកមើលអំពីរបៀបធ្វើជ្រក់បាយស្រូបហើយនេះគឺជាជ្រក់បាយស្រូបដែលខ្ញុំបានធ្វើរួចរាល់អញ្ចឹងយើងមកមើលថារបៀបធ្វើហ្នឹងវាមានដាក់នៅអ្វីខ្លះនេះគឺជាសារធាតុផ្សំដែលខ្ញុំបានដាក់នៅលើអេក្រង់រួចជាស្រេចអញ្ចឹងមុននឹងយើងចិតសម្បកវាយើងយកមកលាងឲ្យស្អាតសិនអញ្ចឹងដោយខ្ញុំបានដាក់នៅលើអេក្រង់រួចជាស្រេចហើយមានដូចជាមើមឆៃថាវ1មើមចាមើមការ៉ុតចំនួនដល់ទៅ2មើមមើមខ្ទឹមស1មើមមើមខ្ទឹមក្រហមចំនួនដល់ទៅ2មើមហើយនឹងផ្លែក្រូចឆ្មាចំនួន2ផ្លែហើយនឹងផ្លែតសក់យើងនឹងចំនួនកន្លះគីឡូយើងលាងទឹកស្អាតហើយយើងយកវាយកមកចិតសម្បកបែបនេះអញ្ចឹងនៅពេលដែលយើងចិតសម្បកហើយសុំយើងយកវាយកទៅលាងទឹកជំរះម្ដងទៀតឲ្យស្អាតបន្តមកទៀតខ្ញុំចាប់ដើមចិតវាបែបនេះចាអញ្ចឹងសម្រាប់មើមឆៃថាវមើមការ៉ុតផ្លែតសក់អីគឺខ្ញុំចិតរបៀបនេះទាំងអស់គឺចិតដូចគ្នាហើយសម្រាប់ការចិតវិញគឺអ្នកទាំងអស់គ្នាអាចចិតទៅតាមចំណង់ចំណូលចិត្តបន្ទាប់ពីចិតស្អាតបន្ទាប់ពីចិតរួចរាល់ហើយគឺយើងមានអំបិលម៉ដ្ឋចំនួន2ស្លាបព្រាបាយយកមកដាក់នៅក្នុងបន្លែដែលចិតហើយហ្នឹងហើយយើងធ្វើការច្របាច់បន្តិចកុំច្របាច់ខ្លាំងមូលហេតុដែលយើងច្របាច់នេះគឺដើម្បីឲ្យបន្លែហ្នឹងគឺវាមានរសជាតិហ្នឹងគឺมันមានជាតិជ័រទេមានថាវាយើងច្របាច់ដើម្បីឲ្យចេញជាតិជ័រអស់ហើយឲ្យសាច់វាហ្នឹងគឺចង់និយាយថាវាទន់ល្មើយគួរឲ្យចង់ញ៉ាំតែម្ដងចាបន្ទាប់ពីច្របាច់អំបិលហើយខ្ញុំធ្វើការលាងវាជំរះលាងរហូតទាល់តែជ្រះជាតិអំបិលអស់ចាជាទូទៅនៅពេលដែលខ្ញុំធ្វើរាល់ដងខ្ញុំតែងតែលាងវាចន្លោះពី3ទៅ4ដងហើយខ្ញុំធ្វើការភ្លក់មើលតើវាអស់ជាតិអំបិលហើយឬនៅបន្ទាប់ពីច្របាច់រួចរាល់យើងយកបន្លែដែលលាងជំរះស្អាតជ្រះជាតិអំបិលនោះយកទៅដាក់ក្លាសេដើម្បីឲ្យសាច់បន្លែគឺស្រួយខ្ញោកតែម្ដងនៅពេលដែលយើងយកទៅធ្វើជ្រក់គឺស្រួយឆ្ងាញ់តែម្ដងអញ្ចឹងសម្រាប់អ្នកដែលគាត់មិនមានជាទូទឹកកកអ្នកទាំងអស់គ្នាអាចទិញជាទឹកកកដុំយកមកដំដាក់ពីលើបានបន្ទាប់មកទៀតខ្ញុំធ្វើការចាត់ជាមួយនឹងខ្ទឹមក្រហមខ្ទឹមសដាក់ចូលទៅក្នុងចានមួយ គឺខ្ញុំចាត់បែបនេះហើយអាស្រ័យលើបងប្អូនទាំងអស់គ្នា
ចង់ចិត្តរបៀបណាក៏បានដែរអាស្រ័យទៅលើចំណង់ចំណូលចិត្តហើយនេះគឺជាផ្លែក្រូចឆ្មាចំនួន2ផ្លែយើងធ្វើការលុញវាដើម្បីឲ្យវាមានទឹកចេញល្អបន្ទាប់មកទៀតយើងធ្វើការច្បាច់យកតែទឹកទេនេះគឺជាទឹកស្អាតចាខ្ញុំធ្វើការដាក់វាចំនួនចាស្មើគ្នាក្នុងករណីខ្ញុំដាក់ទឹកស្អាតចំនួន4ស្លាបព្រាបាយខ្ញុំនឹងដាក់ទឹកត្រីចំនួន4ស្លាបព្រាបាយដូចគ្នាហើយនេះគឺជាស្ករសចំនួន4ស្លាបព្រាបាយដូចគ្នាហើយខ្ញុំធ្វើការដាក់ប៊ីចេង1ចុងស្លាបព្រាកាហ្វេសូមបញ្ជាក់សម្រាប់ការដាក់នេះគឺអាស្រ័យទៅលើចំណង់ចំណូលចិត្តបងប្អូនទាំងអស់គ្នាទេព្រោះបន្ទាប់ពីយើងដាក់បែបនេះហើយយើងធ្វើការភ្លក់មើលអាស្រ័យទៅលើចំណង់ចំណូលចិត្តដោយខ្ញុំផ្ទាល់ខ្ញុំមិនសូវជាដាក់រសជាតិដិតខ្លាំងនោះទេប៉ុន្តែបើបងប្អូនទាំងអស់គ្នាចូលចិត្តរសជាតិដិតខ្លាំងដូចជាជូរខ្លាំងផ្អែមខ្លាំងអ្នកទាំងអស់គ្នាអាចបន្ថែមទៅតាមចំណង់ចំណូលចិត្តហើយនេះគឺជាបន្លែដែលយើងយកចេញពីកន្លែងក្លាសេចាគឺវាមើលទៅគឺស្រស់ហើយវាធ្វើឲ្យបន្លែយើងគឺនៅស្រស់និងស្រួយល្អបន្តមកទៀតយើងយកសារធាតុផ្សំដែលខ្ញុំបានលាយមុននឹងបន្តិចយកមកដាក់ច្របល់ចូលក្នុងបន្លែដែលយើងបានក្លាសេរួចនេះអញ្ចឹងយើងធ្វើការច្របល់វាឲ្យចូលគ្រឿងហើយសម្រាប់ការច្របល់នេះគឺអាស្រ័យទៅលើអ្នកទាំងអស់គ្នាទេអ្នកទាំងអស់គ្នាអាចលាងសម្អាតដៃឲ្យស្អាតធ្វើការច្របល់ដោយដៃក៏បានដោយសារតែយើងលាងសម្អាតដៃដោយអនាម័យមកយើងអាចច្របល់ជាមួយនឹងដៃបានមិនជាបញ្ហាអីទេអញ្ចឹងបន្ទាប់ពីយើងច្របល់ចូលសពគ្រឿងហើយយើងភ្លក់មើលទៅគឺរសជាតិពិតជាឆ្ងាញ់ពិតមែនហើយយើងអាចធ្វើការញ៉ាំបានភ្លាមតែម្ដងប៉ុន្តែប្រសិនបើបងប្អូនទាំងអស់គ្នាចង់រក្សាទុកបានយូររហូតដល់ទៅ3ថ្ងៃអ្នកទាំងអស់គ្នាអាចយកទៅដាក់ក្លាសេបានហើយយើងអាចដួសយកមកញ៉ាំបានធម្មតាអរគុណ